សួស្តីបងប្អូនម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបបង្កើតមេនុយ Digital ឲ្យមានភាពទាក់ទាញនិងប្រកបដោយវិជ្ជាជីវៈលើ Platform MyKH ជំហានទី1ការរៀបចំរចនាសម្ព័ន្ធអាជីវកម្មជាដំបូងសូមចូលទៅកាន់ផ្នែក Setting រួចចុចលើប៊ូតុងគ្រប់គ្រងអាជីវកម្មដើម្បីឲ្យការដាក់តាំងទំនិញមានរបៀបរៀបរយពួកយើងសូមណែនាំឲ្យបងប្អូនបង្កើត Categories ជាមុនសិនលោកអ្នកគ្រាន់តែចុចលើពាក្យ Add Category រួចបំពេញព័ត៌មានផ្សេងៗតាមការណែនាំជាការស្រេចជំហានទី2ការបង្កើតនិងគ្រប់គ្រងទំនិញបន្ទាប់ពីរៀបចំប្រភេទរួចរាល់លោកអ្នកអាចចូលទៅកាន់ប៊ូតុង Products ដើម្បីចាប់ផ្ដើមបង្កើតទំនិញថ្មីដោយចុចលើពាក្យ Create Product បន្ទាប់មកសូមចុច Select ដើម្បីជ្រើសរើសហាងដែលលោកអ្នកចង់ដាក់លក់រួចបំពេញព័ត៌មានចាំបាច់នានាដូចជាឈ្មោះទំនិញបញ្ជាក់ឈ្មោះឲ្យច្បាស់លាស់និងងាយសម្គាល់ប្រភេទទំនិញជ្រើសរើសប្រភេទដែលបានកំណត់រួចKeywords ប្រើប្រាស់ពាក្យគន្លឹះឲ្យចំគោលដៅដើម្បីជួយអតិថិជនស្វែងរកទំនិញបានកាន់តែរហ័សការកំណត់តម្លៃបញ្ចូលតម្លៃឲ្យបានត្រឹមត្រូវរួមជាមួយមុខងារជំនួយផ្សេងៗជាច្រើនទៀតសូមអរគុណសម្រាប់ការជឿជាក់និងប្រើប្រាស់ Platform MyKH ប្រសិនបើបងប្អូនមានចម្ងល់ឬត្រូវការព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំដោយផ្ទាល់ MyKH ដំណោះស្រាយ Digital ដ៏ឆ្លាតវៃសម្រាប់អាជីវកម្មលោកអ្នក